បឋមចម្រើនពលលោកគ្រូថ្ងៃនេះក្រុមអាត្មាភាពជានិស្សិតចំនួនទី17ឆ្នាំទី4ឆ្នាំ1សិក្សាលើមុខវិជ្ជា Hybrid Development ដោយនៅក្នុងថ្ងៃនេះផងដែរក្រុមអាត្មាភាពនឹងធ្វើបង្ហាញទាក់ទងទៅនឹងប្រធានបទដែលមានឈ្មោះថាការបង្កើតកម្មវិធីគ្រប់គ្រងភោជនីយដ្ឋានកន្លែងញ៉ាំដោយអាត្មាភាពព្រះនាមរៀបរំមានតួនាទីជាសមាជិកក្រុមនឹងឡើងមកធ្វើបទបង្ហាញដើម្បីតំណាងឲ្យក្រុមទាំងមូលដូច្នេះអាត្មាភាពនឹងធ្វើការចាប់ផ្ដើមដូចតទៅនេះនៅក្នុងយុគសម័យ Digital នេះបច្ចេកវិទ្យាបានជ្រៀតចូលគ្រប់វិស័យព្រមទាំងវិស័យអាជីវកម្មភោជនីយដ្ឋានជាក់ស្ដែងតាមរយៈការសិក្សាស្រាវជ្រាវក្រុមរបស់អាត្មាភាពបានឃើញថាម្ចាស់ភោជនីយដ្ឋានច្រើននៅតែជួបបញ្ហាក្នុងការគ្រប់គ្រងដោយដៃឬការប្រើប្រាស់ប្រព័ន្ធដែលមិនសមស្របតាមតម្រូវការជាក់ស្ដែងដែលនាំឲ្យមានការបាត់បង់ទិន្នន័យនិងភាពយឺតយ៉ាវដូច្នេះក្រុមអាត្មាភាពបានបង្កើតកន្លែងញ៉ាំដើម្បីដោះស្រាយបញ្ហាទាំងនោះតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបែបទំនើបដើម្បីបង្កើនល្បឿនហើយនិងប្រសិទ្ធភាពការងារដោយគោលបំណងនៃប្រធានបទនេះគឺមានចំនួន4ទី1ដើម្បីកាត់បន្ថយការងាររដ្ឋបាលដោយដៃឬក៏ manual tax ទី2គឺដើម្បីធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យក្នុងប្រព័ន្ធហើយនិងស្តុកទី3ដើម្បីឲ្យម្ចាស់អាជីវកម្មអាចតាមដានចំណូលចំណាយបានគ្រប់ទីកន្លែងហើយទី4ចុងក្រោយគេគឺដើម្បីផ្ដល់បទពិសោធន៍ឬក៏ experience ល្អៗទៅដល់អតិថិជនតាមរយៈសេវាកម្មបច្ចេកវិទ្យាដែលបានប្រើប្រាស់ក្រុមអាត្មាភាពបានធ្វើការបែងចែកបច្ចេកវិទ្យាជាក្រុមផងដែរដើម្បីងាយស្រួលយល់អំពីតួនាទីរបស់វានីមួយៗដោយទាក់ទងទៅនឹងក្រុមបច្ចេកវិទ្យាប្រើប្រាស់ហើយនិងតួនាទីចំណែកឯ front end ក្រុមអាត្មាភាពបានប្រើប្រាស់ Flutter ដែលជាភាសា .NET ដើម្បីបង្កើតកម្មវិធីទូរស័ព្ទហើយនិង desktop ចំណែកឯ back end វិញក្រុមអាត្មាភាពបានប្រើប្រាស់ Laravel ដែលជាភាសា PHP ដែលកែច្នៃទិន្នន័យហើយនិងគ្រប់គ្រង API ហើយចំណែកឯ database ក្រុមអាត្មាភាពបានធ្វើការប្រើ MySQL ដែលជាកន្លែងផ្ទុកទិន្នន័យទាំងអស់ហើយចំណែកឯ database tool ដែលជា PHP Admin ក្រុមអាត្មាភាពបានធ្វើការគ្រប់គ្រងសម្រាប់គ្រប់គ្រងរចនាសម្ព័ន្ធ database ទាំងមូលហើយចំណែកឯ development tool គឺជាបានប្រើប្រាស់ VS Code ដែលសម្រាប់ធ្វើការសរសេរកម្មវិធីសរសេរកូដផ្សេងៗហើយចំណែកឯ server testing គឺប្រើប្រាស់ SAM ដែលជាកម្មវិធីទិន្នន័យមួយនៅក្នុងម៉ាស៊ីន localhost ហើយចំណែកឯ tunneling tool បានប្រើប្រាស់ ngrok ដែលសម្រាប់ធ្វើការតភ្ជាប់ពី server ទៅក្នុងម៉ាស៊ីនinternet ហើយចំណែក version control គឺប្រើប្រាស់ GitHub ដែលជាកន្លែងរក្សាទុកកូដនិងសម្រាប់ធ្វើការពិភាក្សាជាក្រុមឬក៏សហការគ្នាជាក្រុមមុខងារសំខាន់ៗនៃកម្មវិធីដែលក្រុមអាត្មាភាពបានប្រើប្រាស់មុខងារជាច្រើនហើយក្នុងនោះផងដែរក៏មានមុខងារសំខាន់ៗផងដែរមានដូចជា POS system ដែលមានដូចជាការលក់កំងតុហើយនិងជាវិក័យប័ត្រហើយចំណែកឯ menu management សម្រាប់ធ្វើការបន្ថែមលុបកែសម្រួលម្ហូបហើយនិងបិទសកម្មភាពផ្សេងៗទៅហើយចំណែកឯ inventory គឺសម្រាប់តាមដានស្តុកទំនិញហើយនិងទំនិញខូចខាតចំណែកឯ record និង report គឺសម្រាប់ធ្វើការរបាយការណ៍ចំណូលចំណាយហើយនិងសម្រាប់ធ្វើការ export ជា PDF ចំណែកឯ setting វិញគឺជាការគ្រប់គ្រងបុគ្គលិកសិទ្ធិអ្នកប្រើប្រាស់ហើយនិងការកំណត់ម៉ោងមកយីហោឬក៏ branding អញ្ចឹងទៅនេះគឺជាមុខងារសំខាន់នៃក្រុមរបស់អាត្មាភាពចំណុចខ្លាំងនិងចំណុចខ្សោយដោយប្រធានបទឬក៏ប្រជាជនរបស់ក្រុមអាត្មាភាពក៏មានចំណុចខ្លាំងនិងចំណុចខ្សោយផងដែរដោយចំណុចខ្លាំងនោះផងដែរមានដូចជាទី1មានភាពបត់បែនឬក៏ visibility គឺមានន័យថាដើរបានលើគ្រប់ platform បានច្រើនមានដូចជា Android Windows ហើយនិង web ដោយប្រើប្រាស់កូដតែមួយទេហើយទី2វិញគឺទិន្នន័យពិតៗដោយទៅនឹងកន្លែងនេះផងដែរគឺរាល់ប្រតិបត្តិការគឺត្រូវបានរក្សាទុកឬក៏កត់ត្រាចូលទៅក្នុង MySQL ភ្លាមៗដោយអត់មានភាពយឺតយ៉ាវនោះទេដោយទី3គឺទៅនឹងមានភាពងាយស្រួល user friendly មានន័យថារចនាដោយក្រុមហ៊ុនបានធ្វើការរចនាពីជំហាន1ទៅជំហាន1ដោយគិតគូរពីអ្នកប្រើប្រាស់មែនទែនដោយមិនសូវចេះបច្ចេកវិទ្យាដូច្នេះហើយនៅពេលដែលបានធ្វើការ design តាមការគិតឬក៏តាមពិចារណាដូច្នេះហើយក៏ទទួលបានលទ្ធផល UI មួយផងដែរនេះគឺជាភាពខ្លាំងមួយនៃក្រុមភាពចំណែកឯចំណុចខ្សោយវិញដោយចំណុចខ្សោយគឺមានចំនួន2ទៅនឹងទី1គឺ dependency ឬក៏ on internet ចឹងមានន័យថាកម្មវិធីត្រូវការ internet ដើម្បីទិញយកទៅនៅពី server បើមិនជាមិនមាន internet ឬក៏បើក server ទាំងពីរទាំង ngrot ហើយនឹងទាំង Laravel ទេក៏មិនអាចធ្វើការប្រើប្រាស់ពេជ្រនេះផងដែរបើមិនជាត្រូវការប្រើគឺត្រូវការបើក server 24 ម៉ោងឬ24 ម៉ោងហើយទី2គឺ local server limitation មានថាបច្ចុប្បន្នហ្នឹងគឺកម្មវិធីប្រើ ngrok គឺដើម្បីឲ្យទៅតាមតម្រូវការមានថានៅពេលបើកកុំព្យូទ័រមានថាដែលតម្រូវឲ្យបើកកុំព្យូទ័រចោលដូច្នេះត្រូវការ hosting ដើម្បីដើរ24 ម៉ោងដោយសារប្រវត្តិនេះគឺទៅនឹងការប្រើប្រាស់ ngrok ដើម្បីជាជំនួយផងដែរសូមបញ្ជាក់ចំណុចកន្លែងនឹងបន្តិចបងលោកគ្រូកន្លែងនឹងផងដែរក្រុមអាត្មាភាពបានធ្វើការជ្រើសយក ngrok ដើម្បីជាជំនួយហើយវាជាប្រភេទ static domain ដើម្បីជាជំនួយមានន័យថានៅពេលដែល share preference ដល់បំរើទៅជា file APK គឺនៅពេលធ្វើការជាមួយទូរស័ព្ទពិតគឺទោះបីជា network ជាមួយគ្នាឬក៏ network ផ្សេងគ្នាក៏អាចប្រើប្រាស់កម្មវិធីនោះបានដែរដូច្នេះហើយក៏បានជ្រើសយក ngrok នេះមកប៉ុន្តែមួយទៀតគឺក្រុមអាត្មាភាពបានធ្វើការឆ្លងកាត់
network ជាមួយគ្នាផងដែរមានន័យថាគឺ IP ទួលតែប្រើប្រាស់ Nginx ទៅអាចធ្វើការ share ឬក៏ចែករំលែកទៅកាន់អ្នកដែលគាត់ network ផ្សេងគ្នាបាននេះគឺជាចំណុចមួយនៃក្រុមសមាភិបដែលធ្វើការយកមកបង្ហាញនៅក្នុងវីដេអូនេះផងដែរជំហានបន្ទាប់នេះគឺមកកាន់វគ្គធ្វើការ demo ដោយឥឡូវនេះសមាភិបនឹងធ្វើការ demo នៅលើកម្មវិធីទូរស័ព្ទផ្ទាល់នៅលើទូរស័ព្ទផ្ទាល់បន្ទាប់ពីធ្វើការបំលែង release ជា APK រួចហើយនេះគឺជាតម្រងដែលបានធ្វើការសូវនៅលើទូរស័ព្ទទៅទៅនឹងប្រព័ន្ធទៅទៅនឹងកម្មវិធីគ្រប់គ្រងភោជនីយដ្ឋានកន្លែងញ៉ាំដែលបានដែលក្រុមសមាភិបធ្វើការប្រវត្តិហើយជាមកទៀតផងដែរថាទៅទៅនឹងការប្រើប្រាស់ប្រព័ន្ធផងដែរប្រើប្រាស់ software សម្រាប់ front end ធ្វើការនៅលើទូរស័ព្ទហើយ desktop ហើយនៅលើប្រព័ន្ធ MySQL សម្រាប់ធ្វើការ back end API ហើយនេះគឺមកកាន់បង្ហាញអំពី login មកកាន់ login មកកាន់ page នៃកម្មវិធីទូរស័ព្ទហើយជំហានមុនដំបូងគឺទៅទៅនឹង security ទៅទៅនឹង authentication សុខភាពនិងការជួបប្រព័ន្ធមុនដំបូងនេះផងដែរគឺដើម្បី login ចូលបានគឺត្រូវតែមានគណនីមួយផ្ទាល់ខ្លួនហើយដល់ពេល login នឹងផងដែរគឺ filter និង username and password ទៅកាន់ Laravel ដើម្បីទៀងទាត់ហើយក៏បានបង្កើត token មួយសម្រាប់ security ផងដែរឥឡូវសមាភិបបានធ្វើការបង្កើតរួចហើយគឺ username ថា admin សមាភិបធ្វើការ admin ទីមកទៀតសម្រាប់ password វិញគឺ1 2 3ហើយ1 2 3ផងដែរគឺជាបានធ្វើការ security ផងដែរគឺទៅនឹង token ឥឡូវនេះសមាភិបបានធ្វើការចូលមកកាន់ឬក៏ login រួចហើយសមាភិបធ្វើការ sign in ដើម្បីចូលទៅកាន់ home page តែម្ដងនេះគឺជាផ្ទាំងទាំងមូលនៃកម្មវិធីគ្រប់គ្រងភោជនីយដ្ឋានកន្លែងញ៉ាំនេះគឺជាផ្ទាំងទាំងមូលសមាភិបធ្វើការមានដូចជា inventory alert ហើយក៏មាន table status បង្ហាញមកលើផ្ទាំង dashboard ផងដែរហើយក៏មាន active table ហើយក៏មាន revenue ផងដែរហើយមានជាលក្ខណៈអាទិត្យខែឆ្នាំដែរនេះគឺជា business overview តែមកទៀតនៅផ្នែកខាងលើផងដែរនៅលើផ្ទាំង dashboard គឺមានរូប logo មួយដែលជា logo របស់ភោជនីយដ្ឋានកន្លែងញ៉ាំហើយក៏មានឈ្មោះហើយនឹងជាភាសាអង់គ្លេសផងដែរតែមកទៀតមាន notification ហើយក៏មានធ្វើការ log out ទៅ login សម្រាប់ធ្វើការ log out ទៅកាន់ផ្ទាំងផងដែរឥឡូវនេះគឺមកកាន់ចំណុចទី1គឺមានដូចជា8បានសិនទី1គឺទៅទៅនឹង POS ហើយទៅមកទៀត menu ហើយនឹង table inventory ហើយនឹងសារនឹង report ហើយនឹង record ហើយនឹង setting មកដល់ចំណុចកន្លែងផងដែរទៅទៅនឹង PS ផងដែរសមាភិបនឹងធ្វើការអនុវត្ត menu មុនហើយទៅទៅនឹង menu ផងដែរគឺទៅទៅនឹងប្រតិបត្តិទៅទៅនឹងការក្រុមម្ហូបឯចំណែក IPO ផងដែរគឺជាការប្រតិបត្តិការលក់ចំណែក table ផងដែរទៅទៅនឹងការគ្រប់គ្រងតុអាហារហើយទៅមក inventory ផងដែរគឺទៅទៅនឹងការគ្រប់គ្រង stock ចំណែក SI គឺទៅទៅនឹងការលក់មានចំណូលចំណាយហើយ report គឺដូចគ្នាផងដែរ report ទៅទៅនឹងរបាយការណ៍ចំណូលចំណាយផងដែរហើយ record នឹង report នឹង record ទៅនឹងចំណូលចំណាយតែមកទៀត setting សម្រាប់ធ្វើការកំណត់ប្រព័ន្ធផ្សេងៗនេះជាសមាភិបសូមធ្វើការចូលមកកាន់ menu មុនដំបូងគេដោយមុនដំបូងគេគឺមកកាន់ផ្ទាំងនៃ menu នៅក្នុង menu ផងដែរគឺមុននឹងលក់បានគឺត្រូវតែមានម្ហូបជាមុនសិននេះគឺជាម្ហូបទាំងបាមានហើយត្រូវតែមានម្ហូបហើយសមាភិបធ្វើការបង្ហាញអំពីការគ្រប់គ្រង menu ទាំងអស់នេះគឺជាផ្ទាំងដែលអាចធ្វើការ search ហើយមានជា main មានជា save food មានជា drink ផ្សេងៗប៉ុន្តែនេះសមាភិបបានក្រុមសមាភិបធ្វើការដាក់មកដល់កន្លែងទាំងអស់ហើយអាចធ្វើការបិទបើកបានចំណុចណាដែលនៅសល់មកបាននៅសល់នេះធ្វើការបិទបើកបានហើយធ្វើការ delete ធ្វើការ edit បានហើយអាចធ្វើការ add ប្រភេទបន្ថែមទៀតបានឥឡូវនេះគឺជាផ្ទាំង menu នៅពេលអាត្មាចុចលើ search អញ្ចឹងទៅនៅពេលចុចលើ filter និង search បាយស្វែងរកម្ហូបមួយដែលអាត្មាភាពស្វែងធ្វើស្វែងរកម្ហូបហ្នឹងគឺវាចេញទៅម្ហូបហ្នឹងដូច្នេះហើយនេះគឺជាមុខងារនៃ filter ហើយនឹង search មួយទៀតអាត្មាភាពធ្វើការ add new ដែលគាត់ចុចលើ dialog នេះមកហើយដាក់ម្ហូបអាត្មាភាពធ្វើការដាក់ម្ហូបខ្មែរឥឡូវនេះអាត្មាភាពនឹងធ្វើការ add item ថ្មីហើយ item ផងដែរទាក់ទងទៅនឹងចង់បានម្ហូបអ្វីមកដាក់អាត្មាភាពដាក់ធ្វើការសម្លកកូមកសម្លកកូហើយភាសាអង់គ្លេសថាសម្លកកូសម្លកកូទៅមកទៀតដាក់សម្លកកូបែបហ្នឹងហើយអាត្មាភាពធ្វើការselect លើ category មួយណា select ក្នុង category មួយណាដោយសារតែបើមិនជាបាន add អាចឃើញ category នៅកន្លែងហ្នឹងបើមិនតែបាន add ទេគឺវាឃើញ category ចាស់អាត្មាភាពធ្វើការដាក់ add ជាម្ហូបអត់មានម្ហូបខ្មែរអាហ្នឹងដាក់ ASEAN ប៉ាស៊ីនអញ្ចឹងណា ASEAN អាត្មាភាពធ្វើការដាក់ ASEAN ហើយធ្វើការដាក់ចំនួន$10ហើយអាច add រូបភាពបានប៉ុន្តែកន្លែងនេះអាត្មាភាពធ្វើការ save រូបភាពអត់ទាន់ចាប់ផ្ដើមឥឡូវនេះអាត្មាភាព add ចូលហើយឥឡូវនេះធ្វើការចូលមកកាន់ផ្នែកខាងក្រោមនេះគឺជាផ្នែកខាងក្រោមនៃ menu បន្ទាប់ពីធ្វើការ add menu ហើយបើមិនជារូបភាពនៅមកដែរគឺអាចធ្វើការបញ្ចូលរូបភាពពីកុំព្យូទ័របានហើយក៏អាចបញ្ចូលរូបភាពពីអ៊ីនធឺណិតបានដូចគ្នាឥឡូវនេះអាត្មាភាពធ្វើការ edit បានហើយធ្វើការ edit ដាក់ធ្វើការសម្លកកូឧទាហរណ៍ថាខ្មែរ edit ហើយដាក់តម្លៃដូរ$20ដាក់ដូរប៉ាស៊ីងអញ្ចឹងមកអាត្មាភាពធ្វើការដូរហើយទៅដូរហើយគឺអត់មានបានជោគជ័យទៅពី update menu ហើយអាត្មាភាពគឺបានចាប់គ្រប់នៅកន្លែងហ្នឹងហើយអាចធ្វើការមើល category បាននេះជាកន្លែង category អាចធ្វើការ add category ទៅពី add category ហើយដាក់ថាខ្មែរឧទាហរណ៍ដាក់ខ្មែរហើយខ្មែរទៅពី add ហើយគឺទទួលបាន category មួយទៅពីទទួលបានហើយអាត្មាភាពធ្វើការ add សាក់មួយម្ដងទៀត select ឥឡូវនេះគឺមាន category បែបខ្មែរផងដែរនេះគឺជាចំណុចនៃប្រភេទ menu ផងដែរអាត្មាភាពធ្វើការចូលមកកាន់នេះក៏ចូលមកកន្លែងនេះវិញពេលទៅពីកន្លែង menu បានចប់សពគ្រប់ហើយចប់សពគ្រប់ហើយអាត្មាភាពនឹងធ្វើការអាត្មាភាពបញ្ជាក់មកថាកន្លែង menu ផងដែរបើសិនជាអត់ stock អាចធ្វើការបិទបានមិននៅ stock ទេអាចធ្វើការបើកបានធម្មតាតែមកចេញមកកន្លែងនេះវិញហើយចូលមកកាន់ចំណុច POS ដែលជាប្រតិបត្តិការលក់នៅក្នុង POS ផងដែរគឺមានថាមានមុខម្ហូបហើយចូលមកដល់មុខងារនេះគឺសំខាន់នៅក្នុង PS នេះដែរចឹងមុខងារនេះគឺជួយឲ្យអ្នករត់ឬក៏ cashier ធ្វើការ budgeting ឲ្យបានកាន់តែលឿនជាងមុនហើយសម្រាប់ចូលមកកាន់ប្រទៀងនៃ PS នេះទៅពីចូលមកកាន់កន្លែងនេះហើយអាចមានជា main មានជា bar មានជា FM center គឺមានតាមប្រភេទជា main មានជា bar ហើយនេះគឺជា all table ហើយនៅក្នុងកន្លែងនេះផងដែរគឺមាន setting មួយធ្វើការចូលទៅកន្លែង setting system setting ទៅមកដល់កន្លែងនេះផងដែរអាចធ្វើការកក់ទុកបាន reserver ហើយមួយទៀត up order ហើយនឹង take away ចឹងនៅក្នុងចំណុចពួរមួយផងដែរសម្រាប់សូមធ្វើការចាប់ផ្ដើមចូលមកកាន់បង្ហាញ table នេះគឺជា table មានពណ៌បៃតងមានពណ៌ក្រហមមានពណ៌លឿងចឹងទៅហើយមានន័យថាពណ៌ក្រហមពណ៌បៃតងនេះផងដែរគឺតុទំនីនៅពេលយើងឃើញតុទំនីហើយគឺយើងអាចធ្វើការបានហើយចំណែកពណ៌ក្រហមគឺន័យថាអត់គឺមានភ្ញៀវហើយគឺមានភ្ញៀវមានថាកក់រួចហើយមានភ្ញៀវទៅមកទៀតប្រភេទចូលលើប៊ូតុងពណ៌បៃតងមួយប៊ូតុងពណ៌បៃតងនេះគឺជា
មានតលេខ1លេខ2លេខ3 table ទី1ទី3ទី4ហើយមានប៉ុន្មានអ្នកនៅក្នុងនឹងមាន2អ្នក4អ្នកក្នុងមួយតនោះ2តមាន4អ្នកហើយ3តមាន4អ្នកទៅដល់នេះថាភាពធ្វើការចុចលើពីនេះក៏ចុចលើកន្លែងនេះក៏បានដែរមកកាន់ដូចគ្នាហើយធ្វើការចុចមកកាន់លើពាក្យកន្លែងហ្នឹងហើយទៅមកទៀតធ្វើការនៅក្នុង app order អញ្ចឹងវានឹងលើកទាំងមក app order យើងអាចធ្វើការចុចលើម្ហូបថាចុចលើ add mod ដើម្បីធ្វើការវាថា select លើ table យើងចង់បានតែប្រមាណដើម្បីធ្វើការអង្គុយវាមានត VIP មានត table ទី1ទី2ផងដែរថាភាពធ្វើការ select លើ table ទី3ទី1ទី2ហើយ VIP មួយទៀតថាធ្វើការ select លើពេលវេលាម៉ោងម៉ោងណាតែមកទៀតមកដល់ផ្នែកខាងក្រោមគឺអាចធ្វើការមកដល់ផ្នែកខាងក្រោមគឺចុចប៊ូតុងលើ reserve size ប៉ុន្តែកុំចុចកន្លែងហ្នឹងយើងធ្វើការ add ម្ហូបអាហារជាមួយសិនដើម្បីដឹងថាយើងចង់បានម្ហូបអាហារឬក៏ប្រភេទអាហារណាដើម្បីធ្វើការចាប់ដើមឥឡូវនេះថាភាពធ្វើការអូមកខាងខាងក្រោមថាភាពធ្វើការ select លើមួយអានេះចំនួនវិជាតាភាសាមួយចំនួន$15ថាភាពធ្វើការ12 20ដុល្លារនេះ12 13 14 5វាអញ្ចឹងហើយគឺវានឹងធ្វើការ add ទៅកាន់ផ្នែកខាងលើនេះម្ដងកន្ត្រកមានថាចូលមកកាន់ card កន្លែងហ្នឹងហើយទាំងអស់សរុប$7ប្រភេទធ្វើការ order មួយទៀតដាក់ add order ទៅនឹង PC សាមញ្ញរួមណាមកគេចូលមកកាន់ផ្នែកនេះដូច្នេះនេះគឺជាយកធ្វើការចុចខ្វែងបានទៅពីកន្លែងហ្នឹងហើយមកគេចុចលើប៊ូតុង confirm distribution ហើយពីចុចប៊ូតុងហើយវានឹង check out ឬក៏ payment ឲ្យសញ្ញាគ្រីប៉ុន្តែអានេះក៏ថាបានធ្វើការដាក់សញ្ញាគ្រីមួយបន្ថែមទៀតបានដាក់ទេដូច្នេះហើយធ្វើការ confirm distribution ឥឡូវនេះគឺបានធ្វើការ order ហើយគឺនៅផ្នែកខាងនេះគឺចេញពូកក្រហមផ្សេងៗទៅឥឡូវនេះថាភាពខ្ញុំធ្វើការចាប់ដើមនៅពេលនេះនៅពេល confirm រួចគឺវានឹងធ្វើការ add នោះវាចាប់កាន់ទិន្នន័យវិក័យប័ត្រឬក៏បានចូល level ដើម្បីឲ្យគាត់ charge ចូលតារាង order និង order item ដែលជា database ហើយនៅពេល add ទៅហើយវានឹងបដូរទៅជាស្ថានភាពវិញជាពូកក្រហមណាដោយសារយើងចុច confirm នៅក្នុងកន្លែង database ឥឡូវនេះថាភាពធ្វើការ add រួចហើយតែពី add រួចហើយថាភាពធ្វើការ research ឬក៏ search table ទីប្រមាណថាភាពធ្វើការ table ទី1គឺវាចេញទី1ទាំងអស់ហើយទៅមកចង់ធ្វើ add table ទី5វាចេញទី5ទៅមកទៀត research បានបញ្ចប់នៅក្នុងចំណុចកន្លែង PS គឺបានបញ្ចប់ថាភាពធ្វើការចាប់ដើមទៅកាន់ table management ម្ដងនៅក្នុង table management ផងដែរគឺទៅនឹងការកំណត់តអាហារគឺមានជា mail មានជា bar ហើយក៏មានជា free មានជា table free ហើយមាន in user ហើយនឹងមាន income ដែរហើយនៅក្នុងការកំណត់ផងដែរគឺអាចធ្វើការមើលទិន្នន័យបាននៅក្នុងកន្លែង table នេះផងដែរគឺដើម្បីឲ្យអ្នកលោកកាន់តែស្រួលហើយហាងគឺត្រូវតែមានភាពច្បាស់លាស់តើភាពច្បាស់លាស់ត្រូវតែមានប្លង់ច្បាស់លាស់ហើយនៅក្នុង table ផងដែរគឺបង្ហាញពីស្ថិរភាពទាំងអស់របស់តនឹងឯងតស្របទាំងអស់ណាមកពេលចូលទៅកាន់ចុចលើ table ណាមួយណា table មួយហើយនេះគឺជា table available ឬក៏ octopus ក្នុងចំណុចកន្លែងនេះបង្ហាញលេខសរុបចំនួនប្រមាណដូចស្រុកផ្នែកខាងលើណាទៅនឹង octopus មានចំនួន4ហើយនឹង available មានចំនួន5 free ហើយនេះទៀតមកទៀតមកពេលធ្វើការធ្វើការ add បន្ថែមទៀតបានដាក់ធ្វើការ add ឈ្មោះត table ទី10ជាងទៅហើយ status បង្ហាញពី status ចំនួនavailable ពីមកទៀតមកពីអត់ធ្វើការ add រួចហើយទៅនឹង6 table កន្លែងនេះអត់ទាន់ឃើញទេ table អត់ទាំងអស់แล้วនេះគឺវាចូលតាមផ្នែកខាងនេះគឺអាចធ្វើការនៅក្នុងផ្នែកទី10ទី10ណាព្រោះអាចធ្វើការមើលចំនួនតុបន្ថែមទៀតបានដាក់តុបន្ថែមទៀតដូច្នេះបន្ទាប់មកកន្លែងនេះគឺបានបញ្ចប់សម្រាប់ធ្វើការចូលមកកាន់ផ្នែក inventory ម្ដងនៅក្នុង inventory គឺដើម្បីកុំឲ្យ stock គឺយើងត្រូវតែមានមុខងារ inventory មួយអញ្ចឹងនៅកន្លែងនេះម្ដងគឺអាចធ្វើការកត់ត្រាចំនួនវត្ថុធាតុដើមដែលនៅសល់ក្នុងឃ្លាំងឯងមានដូចជា inventory ហើយមួយទៀត Spylang ដែលជានឹងខុសហើយនឹងប្រវត្តិរូប check story check stock history មកពេលធ្វើការចូលលើ inventory នេះមកបន្ទាប់មកកន្លែងនេះហើយអាចធ្វើការចូលមកកាន់ category មួយបានដាក់ beverage ហើយមួយទៀតទៅនឹង food ទៅនឹង meat ហើយអាចធ្វើការ add បន្ថែមទៀតបានតាមពេលធ្វើការ add បន្ថែមទៀតហើយអាចធ្វើការ add ដាក់ថា coca ហើយកូកាចំនួន10ទៅពី add បានហើយមានន័យថាកន្លែងហ្នឹងគឺវាបង្ហាញ inventory list មួយនៅពេលនេះណាអាចធ្វើការបង្ហាញ inventory coca មាញ់កន្លែងហ្នឹងនេះនៅផ្នែកខាងក្រោមនេះគឺជាអ្វីដែលបានធ្វើការ add inventory មាញ់ទៅពី add ហើយមកពេលធ្វើការចូលមកកាន់កន្លែងនេះម្ដងមកកាន់កន្លែងហ្នឹងផងដែរវាបង្ហាញពីតំណែងខូចខាតមានថាកន្លែងហ្នឹងគឺសម្រាប់វាជាបន្លែក៏សាច់ខូចវានឹងកាត់ stock នៅកន្លែងហ្នឹងឯងហើយអាចធ្វើការ add បានឈ្មោះ product ហើយនឹង food បានថាភាពធ្វើការកុំឲ្យចំណាយពេលយូរហើយធ្វើការ add ដាក់ product មួយសិនchicken ទី2ហើយចំនួន10ទៅពី add បានហើយឥឡូវនេះ chicken ទី2នេះគឺជាតំណែងខូចដែលធ្វើការ data នេះជាតំណែងខូចហើយនៅក្នុងអាចធ្វើការ view ហើយអាចធ្វើការ edit ហើយអាចធ្វើការ delete បានជា category តែមកទៀតមកពេលធ្វើការចូលឬក៏មកកាន់ stock history ម្ដងគឺជាកន្លែងធ្វើការខ្ញុំចេញខ្ញុំចូល story ពីឆ្នាំណាពីខែពីថ្ងៃណាដល់ថ្ងៃណាតែមកទៀតកន្លែងនេះគឺបានបញ្ចប់ទៅនឹង inventory ជំរាបទៀតចូលមកកាន់report អានឹង record នៅក្នុង report កន្លែងហ្នឹងគឺទៅនឹងរបាយការណ៍ហើយចំណាយដូច្នេះពេលធ្វើការចូលមកកាន់មានថាការលក់ PPA មកវានឹងលុបចូលមកកាន់របាយការណ៍កន្លែងហ្នឹងតែកន្លែងហ្នឹងវាឃើញចំនួន revenue និង order ប៉ុន្តែដោយសារមានបញ្ហា API ខ្លះហើយកន្លែងនេះអាចធ្វើការ export report បានជា feed app បាននេះគឺជាដំណងនៅពេលធ្វើការ export ជា feed app ទៅនឹងកន្លែង business analysis ចំនួនថ្ងៃណាហើយចំនួនប្រមាណ total order ហើយ review ប្រមាណនេះគឺជាតំណែងឬក៏ផលិតផលមានចំនួន3 order ប្រមាណហើយ review ប្រមាណលេខទី1ទី2ទី3តែមកទៀតមកពេលធ្វើការចូលមកកាន់ប្រទេសទៀតគឺទៅនឹង record គឺមានចំនួន3 income record ហើយចំណូល category ប្រភេទនិង expense record តែចំណូលគឺចំណូលលក់បានប្រមាណហើយទៅនឹង service ប្រមាណតែពេលធ្វើការ add អាចធ្វើការ YD ចូលទី1ទី2ប៉ុន្តែឥឡូវនេះពេលធ្វើការ add បន្ថែមទៀត category ប្រភេទណាទៅហើយប្រភេទជាប្រភេទ water ជាប្រភេទដាក់ថាប្រភេទ order income តែមកទៀតថ្ងៃទីប្រមាណហើយចំនួនប្រមាណចំនួន10តាមរយៈ EBA
Thì mọi tiết cứ ai thôi ca khơi thành này không thằng lử thì bán ai thôi ca nhu ai thôi ca edit ai thôi ca đi lật bảnนี่คือเจตนึงจำนวนตรงการจำนวนแต่มาเทียบthôi caเทคนิคจุดเทคนิคได้บ้านthôi caไม่เพจไอ้ค่ะจำนวนตัวปรำai thôi caไปทำเด็ดบ้านแล้วthôi caจำการแผนกทางการคือ expand record ยัง expand record ของได้คือตรงจำนายประมาณตรงระยะปีนี่ดิฉันจำนายตรงจำนายทางไทยหนึ่งเรียบรวมปีหนึ่งเทคนิคคือหมดของได้จำนายตรงไทยหรือก็ช่างมวยai thôi caจำนายไปทำเด็ดบ้านแล้วในทำthôi caจำการแผนกจำการแผนกวิ่งcái bị trong ở trên khám phá này haiนี่ตรงระบายการในจำนวนจำนายมันคือบางหางวิกราฟิกของได้ตรงระบายชาร์ตhay chat hay tiếp một tiết nó không chọn lại report nó đi code ba mình job hay mà tiếp một cái lại setting đòn nó không cái setting này khôngได้คือเป็นtrongการsetting ได้อนุญาตเอา admin กับกรงเนี่ยประพันธ์รู้ในการที่หมู่บ้านhayแล้วนี่คือเป็นนูนgeneral setting stuff management user account แล้ว permission nó không tiếng setting คือมีสมมติถ้าได้เลยมาคือมีสมมติถ้า admin user เป็นได้ user hay identity system administrator hay cái อะไรการของได้คือចូលមកកាន់ general setting មកដែរគឺសម្រាប់ធ្វើការដូររូបភាព upload រូបភាពចូលឬក៏ដូរឈ្មោះ name ឬក៏ដូរឈ្មោះ system ហើយអាចធ្វើការដូរភាសាខ្មែរខ្ញុំស្អង់គ្លេសតែមកទៀតអាចធ្វើការកែពួរពីពួរអក្សរទៅខ្មៅហើយអាចធ្វើការដាក់លើតាមនឹងមកដែរហើយតែមកទៀតអាចធ្វើការ change password បានដូចគ្នាមកដែរតែមកទៀតមកខ្ញុំធ្វើការចូលឬក៏ឥឡូវនេះបានធ្វើការចាប់ផ្ដើមផ្នែក general setting បានបញ្ចប់ហើយតែមកទៀតចំណុចកន្លែងនេះผมได้ទៅនឹងការអ្នកដែលមានថាទៅនឹង system management គឺដាក់ខាងផ្នែក system management ហើយតែមកទៀត user ដាក់ខាងផ្នែក user ហើយតែមកទៀតនៅក្នុង user និង stick ผมได้គឺមានតួនាទីដូច្នេះដើម្បីអ្នកធ្វើការ identity នៅក្នុងកន្លែងនេះបាន identity មួយទៅទៅនឹង user និង staff ផងដែរតែពីបញ្ចប់កិច្ចការនេះផងដែរភាពសូមធ្វើការចេញទៅវិញហើយឥឡូវនេះអាចធ្វើការលុបout ហើយឥឡូវនេះគឺបានឆ្លងការបញ្ចប់ទៅនឹងការបង្ហាញអំពីកម្មវិធីគ្រប់គ្រងភោជនីយដ្ឋានកន្លែងញ៉ាំមួយផងដែរហើយពីទៅមកទៀតធ្វើការចាប់ផ្ដើមចេញទៅវិញសម្រាប់ធ្វើការ demo ឬក៏បង្ហាញអ្នកធ្វើភាពគឺបានឆ្លងការបញ្ចប់ទៅនឹងប្រព័ន្ធកម្មវិធីគ្រប់គ្រងភោជនីយដ្ឋានកន្លែងញ៉ាំសរុបមកកម្មវិធីគ្រប់គ្រងភោជនីយដ្ឋានកន្លែងញ៉ាំគឺជាដំណោះស្រាយដ៏ល្អហើយនឹងមានប្រសិទ្ធភាពមួយសម្រាប់ភោជនីយដ្ឋានដែលមានតម្រូវការចង់ផ្លាស់ប្ដូរពីប្រព័ន្ធកត់ត្រាដោយដៃឬក៏មកជាប្រព័ន្ធ digital វិញហើយមួយទៀតវាជួយកាត់បន្ថយភាពខុសឆ្គងជាច្រើនហើយនឹងបង្កើនផលិតភាពហើយនឹងផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មក្នុងការតាមដានសុខភាពហិរញ្ញវត្ថុហាងរបស់ខ្លួនឲ្យបានគ្រប់ទីកន្លែងហើយនឹងសង្ឃឹមថាក្រុមរបស់ពួកយើងនឹងបន្តអភិវឌ្ឍនៅមុខងារថ្មីៗជាច្រើនទៀតហើយនឹងបន្តការដូចជាការបរិវិក័យប័ត្រដោយផ្ទាល់ហើយនឹងការទូទាត់តាមប្រព័ន្ធស្វ័យប្រវត្តិផងដែរជាចុងបញ្ចប់នៃវីដេអូសូមអរគុណច្រើនចំពោះលោកគ្រូសម្រាប់ចំណាយពេលកម្លាំងកាយកម្លាំងចិត្តបង្រៀនដល់និស្សិតគ្រប់រូបដោយសូមជូនលោកគ្រូជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈបលៈ8ឃ្លៀងឃ្លាតឡើយ